រឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុកចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយ
ចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនតំណែងឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយ កុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខាន
ឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដោតសេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយ
រឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយអង្គមម៉ែថ្វាយអង្គមឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបុណ្យម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ថាអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹកម្លោកទៅវាក្តៅក្រហាយអាហ្នឹងតើយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយគឺយើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសៀវភៅឈានទៅមុខបន្តសៀវភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយ
ក្មេងអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងតម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជីកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជីមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបដិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងថារឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបហ្នឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីដូចថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ទៅសក់ទឹកភ្នែកហើយតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់4
rồi cài sập buồn đo ngay chiết nâng chỉ chiết ti pram rồi ấy hồi pin nâng tới nhom phật pi cầm nát chỉ sạch để trà này hay cho hạt ấy ban chỉ chiêm ảnh dung chiêm nâng lại ta nhom dung rùa ảnh nát lục ta ấy na bị pru nhom bị đớm còn thọp sầm lạp sạch chiêm đôi lục ta đang đợi sạc nhom sầm lạp nâng ban nhom trời lẹ nở rùa hay một cả chia sạch chiêm hắn trời kia sầm lạp buồn rồi cài sầm buồn đón pram rồi tầng chiết nâng chẳng ta nâng quật nhẹ mà đầy chẳng khi mà tham phép gọi chẳng tiền từ lọp màu vinh tha chiêm nâng sầm lạp kia mà đón cái phần là đọc về trời kia sầm lạp vinh pram rồi đón tầng chiết nâng chẳng bà cầm nâng về miền về khác ao phal chẳng hơi ao phal về khác tuôn kia ở đôi kia tề chỉ vật nâng bật thà cào máu không tây mà từ mũi bên tây Việt Nam chỉ vật đường rải mình đôi kia chẳng dương từ tu squat thì chỉ vật nâng chẳng hãy cầm nọt đăng tha về miền hai chẳng bạn về chùa đường chẳng hãy dương xóm bon xóm của sao chỉ ti pưng từក្នុងលោកខាងមុខទៅក្នុងពេលខាងមុខទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់ដែរអានឹងក្នុងន័យមួយដូចថាបើយើងថែរក្សារបស់ហ្នឹងវាអស់ពីចិត្តពីចង់ហើយវានៅតែបាត់អាហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំប្រឹងថែអស់ហើយបើយើងមិនបានថែឲ្យបាត់អាហ្នឹងមកពីយើងបាបបច្ចុប្បន្នមិនមែនបាបអតីតទេវាផ្សំគ្នាដែរហ្នឹងនោះខ្ញុំគណៈថាភាពធ្លាប់ចាំរឿងមួយពីមុនសម័យលោកពោតញោមហ្នឹងគាត់នឹកថាគាត់ចេញពីភ្នំពេញគាត់អត់យករបស់របរអីច្រើនទេពលពតគេដេញឲ្យចេញពីភ្នំពេញគាត់គិតទៅពីលក់របស់លក់របរយកលុយពីព្រោះលុយវាស្រាលយករបស់អីវាធ្ងន់អញ្ចឹងគាត់ដាក់លុយទាំងកបោបទាំងបេយកទៅតាមខ្លួនគាត់ពេលចេញពីភ្នំពេញពលពតគេប្រកាសថាគេឈប់ចាយលុយហើយគាត់ដឹងថាគេឈប់ចាយលុយប៉ុណ្ណឹងគាត់ខូចសតិទៅមុខលេងរួចដូចថាសរសៃប្រសាទហ្មងរហូតដល់ថ្នាក់ក្រុមគ្រួសារត្រូវបោះបង់គាត់ចោលពីព្រោះយកទៅអត់កើតអាហ្នឹងដូចថាវាដល់ពេលទ្របនៅនឹងមុខស្រាប់តែវាខ្សែខ្លាយទៅជារបស់អស់តម្លៃលីងហ្មងអាហ្នឹងដល់ពេលបើនិយាយក្នុងកម្មមានន័យថាបុណ្យដែលយើងត្រូវសោយផលទ្របនឹងអស់ដល់អញ្ចឹងទ្របនឹងទៅជារបស់អត់បានការនៅសម័យពុទ្ធកាលក៏មានដែរបើគាត់សំទ្របមាសពេជ្រទៅស្រាប់តែចុងក្រោយរបស់នឹងបែរទៅคล้ายទៅជាធ្យូងទៅវិញតែនេះអត្ថបទមួយទៀតពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅ
ថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីអានេះគំនិតក្មេងខ្ចីពេលខ្លះយើងភ្លាត់ស្នៀតយើងឆាប់ជឿគេយើងមើលឃើញគេអាហ្នឹងយើងអូបានដែរដាក់ពុបឡងចង់ទៅអាហ្នឹងវាជាការធ្វើប្រហែសក្នុងបច្ចុប្បន្នក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្នហ្នឹងអត់ល្អការធ្វើប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានខ្សែគប់កល្យាណមិត្តឲ្យបានត្រឹមត្រូវសម្រេចចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួបបងអូនខ្លះដែលបើកអាជីវកម្មហើយដូចថាវាឡងចុងគាត់យកលុយឪពុកម្ដាយច្រើនណា$40,000អញ្ចឹងទៅគាត់បើកទៅយើងអត់មានប័ណ្ណពិសោធន៍យើងអត់ស្គាល់ទីផ្សារយើងអត់មានទំនាក់ទំនងជាមួយអតិថិជនត្រឹមត្រូវដួលខូចចិត្តហើយនៅអោបកសោបអានឹងទុកអាលុយក៏ខាតអាចិត្តក៏ខូចចុងក្រោយកើតជំងឺសរសៃប្រសាទទៀតហើយនឹងគ្រោះថ្នាក់វាត្រូវតែប្រឡែងនឹងឯងម្ដាយឪពុកនឹងគ្មានយកទោសយកបីកូនអីទេប៉ុន្តែកូននឹងអោបកំហុសនឹងមិនព្រមប្រឡែងបើមិនព្រមប្រឡែងក៏វាត្រូវតែខាតហើយ$40,000ហ្នឹងអស់ហើយមានបានអីមកវិញកើតទុកប៉ុណ្ណាក៏វាអស់ដែរថ្ងៃហ្នឹងមកភាពនឹងអានសភៅឈានទៅមុខសភៅអប់រំចិត្តបន្តទៀតបងនេះអត្ថបទមួយនិយាយពីពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីនេះអត្ថបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាត្រូវខាតវាត្រូវបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាពុទ្ធជននឹងវាមានពេលខ្លះខឹងទប់បានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតើកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអានឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅ
ấy to là họ cái lại chọc chẳng từ ai thưa tầm nào từ một tiết bầm trắng nó quên khăn cung sọp cái này là ai nhưng mà khóc xong tô hết nhóm người chua nhóm từ tu cùng họ nâng cả còn cô gọi bọc nhóm men nâng hay dương cái prai luôn tới nâng bàn dương từ một bàn ngày cùng để áo cùng họ nâng ní ăn từ bọt một tiết dây pi sromau tây tất cả con tay chia sromau ri ai vượt đệ xả rạ chia bầy sái tam luồng mình lại nè tam pít tây tất cả ban rồi lột bắt từ hơi cùng cờ lệ mưa vía nhật nhỏ về bảo miền pe khla viêm một luồng nè trời cầm nọt đằng thà vi chi bầy sai tê vi mình mến chỉ mất nè tê hai pla chất đồ ở rắm mực cật rừng xế thưa rừng thâm ấy chế chê rừng thâm ấy lật phá có bán thâm ấy đài nơi không thó đôi chỉ mùi nâng cao rùm tu tử đấy khả nạ chất đại rồi luật tới cứ bát hai chỉ chất không tây tạ lên miền tiệt hài vấn tay cả đại cả hài cọc chả không phía xa và phía thóm phía xa dương prao rồi ngay hay vụt để xa rạ rồi vụt để xa rây để dương lọp đằng máu nâng với màu tam oj dương ở đại hai nè đây mình bàn vượt tục chặt thời tùm nón kết tập cái đại cả hài ta bất hưởng nó vì hua hài đã bởi vì màu lồn mà đón cầm nọt đằng tháo cọc cái chạ nó vượt để xa rạ nó vì chia màu tê mình chỉ mất để dương thử đi áo tê chẳng tỏ đồ ở đó một kịch hưởng thâm ấy dây hưởng thâm ấy thưa rương thâm ấy là tập hóa của bàn thâm ấy đây ní tập bọt mùi tiết dây bị tốt nay song xa rồi vọt vì chia thưa ôi mà nụ sát vươn vốn không vọt ở song xa nâng nóm ôi thưa ổng bơ khóc con đòi cái vì trả chật bởi trời đã cầm hô trời đã tu lơ vọt ở song xa để thưa ôi sạch lúa vùng về chô không prăng sân xóm bồn cơ sáu đầm bay chi yên ở bà rùi phọt bị túc không song xa vọt nâng không thua chơi tới tại nè để cục krong song xa vọt đấy vị chia nó vị chiều mê này sẽ cái đây tục rồi bài vàng hay với bù quanh dương ở chê ở lui ở chợ ở plan ấy thằng nâng tô nâng cứ tô vị chia đây chỉ nè cục krong song xa vọt nâng chân phía diêm xóm bon xóm bên nhà đầm bay chỉ spiên chỉ biên vừa đầm nái chân nhảy phật bị song xa vọt nâng cùng khăn cùng sọp cùng cung nè na ấy dương tầng ọc nia nâng sát tế chỉ nè tốt song xa vọt đuổi nia thế nè ăn bọt mùi tiết dây pi ăn nạt tà bao nì dây đợi bò mắt miền ở vậy chia được bỏ dương rứ chỉ luôn dương tề để dương hai thả anatta rúp cái đấy chất cái đấy cao rồi lót từ tam hai rồi bảo vệ chia đầm náในธรรมจิตสดสาดการยุลจรล้อมโดยอวิจิธาเมียนยืงเมียนเก๋นวมเอาเมียนกาประกันห่วงให้ได้chỉ hếtในสิ่งใดตกต่างหลายเรียนเลี้ยบ้องในสิ่งใดประกันทำเมียนคล้วนเนะหนึ่งบานสาปีตกต่างปวงหนึ่งถอยเจริญไงโดยทาสองขาใส่ต่างอ้อรวมแต่งยืงรวมแต่งเกรวมแต่งพบโลกังคราวนึงวิการปีไฮเวนา
miền hái với đôi chỉ kiêng này miền ở sọt prey chẳng chỉ kiêng có trẻ tới bên nào prey có lót tới dạng á chỉ vật dương cái đấy chỉ vật kia cái đấy to là miền hái từ ai nơi bắt tỏ bán rứa có to là miền hái từ một nụ nâng ai từ vậy từ thưa lọ thưa khó nó với miền hái khục khó vì chùm rung màu dương ai màu riêng màu đạp thò này bán có miền ục bạn này xay xòm màu hay nè để từ chê kế nó có miền ục bạn này xay xòm màu đầm bay chê kế hái xòm bạp mày đòi khoa ca sạp cúc khoa ca bị trà nà chị đàm hãy dương miền hai ục bạn này xay pi ở tây tạ máu bàn sạp cúc lò tiết hãy có bàn đạp bàn riêng bàn vô làm pi thó nắng dương xòm bồn tại chăng ạ vua vua song kha nắng cứ mình thật được còng cả một cọp chia được bà dương là bằng cả bạc căn tích mà đòn từ dương bàn thu bài pi xí cái đấy tục anh ấy tập bọt mùi tiền xá chít mày bạc làn bền khá cung hụt lứត្រូវត្រឡប់ក្រោយវិញរឿងក្នុងជីវិតក៏ដូចគ្នាពេលខ្លះអ្នកសម្រេចចិត្តខុសនាំឲ្យខូចខាតប្រយោជន៍បើខុសកុំចាំបាច់កើតទុកយូរពេកអីចាប់ផ្ដើមសារជាថ្មីតែបើថាយឺតបន្តិចមែនតែគង់ប្រសើរជាងដេកយំហើយមិនបានធ្វើអ្វីសោះថ្នាំល្វីងតែធ្វើឲ្យជាជំងឺបញ្ហាជារឿងលំបាកតែវាធ្វើឲ្យអ្នកស្គាល់ពិភពលោកកាន់តែច្បាស់អានឹងវាធម្មតាបើញាតិញោមធ្លាប់បើកឡានដឹងឈុលឈួហួសផ្លូវហើយទៅត្រឡប់មកក្រោយវិញទៅយើងទៅឆ្លោះមិនបានបើវាហួសដែរចឹងរឿងក្នុងជីវិតហ្នឹងក៏អញ្ចឹងដែរវាមានពេលខ្លះជ្រុលជ្រោះខូចខាតទៅចឹងគុំដេកកើតទុកយូរពេកអីត្រឡប់ក្រោយចាប់ផ្ដើមម្ដងទៀតអាហ្នឹងទើបវាស្រាលខ្លួនបើយើងនៅអោបហ្នឹងវាធ្ងន់ណាស់ហើយវាកើតទុកខ្លួនឯងនឹងឯងចម្រើនពរញាតិញោមអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខបាទហើយនឹងជាមួយនឹងការអธิบายខ្លះបាទនេះដល់អត្ថបទមួយនិយាយពីជៀសមិនរួចថាអ្នកណាក៏មានបញ្ហាដែរទៅណាក៏កិច្ចមិនរួចជារឿងធម្មតានៃជីវិតសុខទុក្ខចំណេញខាតជួបប្រត់ជាសច្ចធម៌មិនអាចប្រកែកបានបើជួបហើយប្រឹងដោះទៅបើដោះហើយដើរទៅមុខទៀតកុំសូវទូលរឿងសំពីសំពងពេកធ្ងន់ណាស់ទៅមុខមិនឆ្ងាយទេអានឹងនិយាយពីដូចថារឿងអ្នកណាក៏មានដែរហើយញាតិញោមខ្លះគឺត្អូញត្អែអើយពិបាកណាមិនគោជួបទុកច្រើនជាងគេអាហ្នឹងវាធម្មតាទេវាអ្នកនេះជួបរឿងនេះអ្នកនោះជួបរឿងនោះបើយើងមានសម្ពាយបនច្រើនទៅយើងជួបរឿងល្អច្រើនបើយើងខ្វះបនទៅវាជួបបញ្ហាពិបាកអាហ្នឹងរឿងសត្វលោកហ្នឹងវាសំសម្ពាយកម្មផ្សេងគ្នាអញ្ចឹងអាហ្នឹងវាធ្វើម៉េចដោះស្រាយហើយទៅយើងទៅត្អូញទៅត្អែទៅគោគេមិនបានជួយអីមករែកពុនទុករបស់យើងបាននេះដែរវាមានតែយើងខំដោះស្រាយខ្លួនឯងនឹងឯងទុកនឹងដូចនាងបដាចាអញ្ចឹងទុកធ្ងន់ទៅប៉ុន្តែចុងក្រោយលោកប្រឹងឈររឹងប៉ឹងដោះស្រាយបញ្ហាបានជាព្រះអរហន្តតីសាវករបស់ព្រះពុទ្ធទៅហ្នឹងតើថាទទួលស្គាល់នឹងជីវិតហ្នឹងវាអញ្ចឹងហើយលះបង់ការប្រកាន់អាហ្នឹងទើបមិនសូវកើតទុកខ្លាំង
នេះអត្ថបទមួយទៀតនិយាយពីមិនដូចគ្នាកុំចាំបាច់ប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេម្នាក់សន្សំកម្មមករៀងខ្លួនបើមានកម្មមិនល្អច្រើនក៏ជួបបញ្ហាច្រើនបន្តកន្ទុយគ្នាបើជួបរឿងណាប្រឹងដោះរឿងនឹងទៅបើលំបាកខ្លាំងសុំជំនួយគេខ្លះមកកុំរអ៊ូរទាំច្រើនពេកអីមិនបានអីមកវិញទេបានតែមួម៉ៅថែមហ្នឹងហើយចឹងហ្នឹងដូចថាយើងមិនដូចគ្នាសេចក្តីអធិប្បាយហ្នឹងប្រហែលនឹងអត្ថបទមុនដែរដូចថាអ្នកខ្លះស្គមអ្នកខ្លះថតអ្នកខ្លះមានអ្នកខ្លះក្រអញ្ចឹងវារឿងវាខុសគ្នាអញ្ចឹងយើងមិនបខំឲ្យដូចគ្នាមិនបានទេបខំខ្លាំងកើតទុកកាន់តែខ្លាំងដែរយើងមានតែប្រឹងសាងបុណ្យដើម្បីបានប្រសើរទៅមុខទៀតទេចំណែកនឹងទាគេមិនបានអីមកវិញទេបាទនេះអត្ថបទមួយទៀតនិយាយពីសម្លាប់ខ្លួនគិតមួយផ្លែតយល់ថាខ្លួនអ្នកបានផុតពីទុក្ខហើយតែតាមពិតអ្នកនឹងបន្តរងទុក្ខនៅជាតិខាងមុខបន្តទៀតហើយអ្នកបានបន្សល់ទុកនៅភាពសោកសៅដល់គ្រួសារនិងជាគំរូមិនល្អដល់កូនចៅម្យ៉ាងទៀតការសម្លាប់ខ្លួនមិនមែនជាមធ្យោបាយដោះស្រាយបញ្ហាទេជីវិតតែងជួបបញ្ហាហើយបញ្ហាខ្លះជារឿងដែលអ្នកនឹកស្មានមិនដល់ទៀតផងប្រឹងដោះស្រាយទៅដោះស្រាយបណ្ដាមួយជំហានម្ដងហ្នឹងហើយអាត្មាធ្លាប់ជួបញាតិញោមដែលថាសឹងថាសម្លាប់ខ្លួនគាត់មានរឿងក្នុងគ្រួសារលុយកាក់អីចឹងទៅហើយដល់ពេលគាត់បានស្ដាប់ធម៌គាត់ចាប់ផ្ដើមប្រឈមមុខនឹងរឿងគាត់ទៅជួបនឹងម្ចាស់បំណុលគាត់និយាយពីរឿងក្នុងជីវិតក្នុងគ្រួសារគាត់ក៏ត្រូវគេបោកចឹងទៅគាត់សុំបកគេឲ្យគេជួយទុកពេលឲ្យគាត់ដល់គេយល់គេទុកពេលដោះបំណុលនឹងរហូតបានរួចរាល់ទៅអាហ្នឹងដូចថាគាត់អាចរកផ្លូវបានផុតពីសេចក្តីទុក្ខក្នុងផ្លូវចិត្តហ្នឹងរួចជីវិតមកហើយបានធម៌ហ្នឹងជួយសង្គ្រោះនេះអត្ថបទមួយទៀតហេតុផលបើអ្នកដាំដូងអ្នកនឹងបានផ្លែដូងបើមានហេតុគ្រប់គ្រាន់ផលនឹងកើតឡើងមិនអាចហាមឃាត់បានទេរឿងរ៉ាវទាំងឡាយសុទ្ធតែមានហេតុទើបកើតឡើងបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អរត់ទៅណាក៏គេចមិនរួចសូមកុំប្រឆាំងនឹងផលអីព្រោះគ្នាកើតតាមហេតុតែត្រូវរកវិធីដោះស្រាយវិញពេលយើងធ្វើអាក្រក់យើងគិតថាអូអញបានសុកហើយអញលួចគេបានអីប៉ុន្តែពេលកម្លាំងកម្មវារត់រមម្ចាស់វិញនឹងតលបានហ្នឹងឯងដល់ពេលចុងក្រោយយើងត្រូវតែទទួលនឹងឯងផលនៃកម្មហ្នឹងនោះអញ្ចឹងយើងរកវិធីដោះស្រាយពីព្រោះរឿងហ្នឹងវាជាផលនៃអ្វីដែលយើងបានសាងឯងវាអត់មានប្រអិនអ្នកដាក់ទោសទណ្ឌឲ្យយើងអញ្ចឹងឯងអត់ទេគឺកម្មយើងជាអ្នករុញផលហ្នឹងមកឲ្យកើតឡើងអញ្ចឹងយ៉ាងហ្នឹងយើងត្រូវតែទទួលកម្មយើងនេះអត្ថបទមួយទៀតនិយាយពីថ្ងៃរះថ្ងៃលិចថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនអាចហាមឃាត់បានទេយ៉ាងណាមិញជីវិតតែជួបរឿងល្អខ្លះ
mình lọ khla chia rương thòm đá khi miền nè na chia rụi lại bởi chú rương lọ chặt tục thà chỉ phò bồn bởi chú rương mình lọ chặt tục thà chỉ phò bạp tới cho hỡi trơ tề hiền bồi chồm pru bà kịch tề na có kịch mình phọt đài hai bà nẹ mùa màu tràn nẹ cả tục có tràn đài ngày rìa hay ngày lịch với thòm đá miền nẹ nào tôi vừa có bị chỉ bạn không chỉ vấn nâng chắc về miền Lai về miền Châu hình chắc công chạm bạch tại dưới bởi tập pre của bọn chuột đấy về khla đạch một vài cùng về khla nè sọc chê dạng tay anh đang chỉ đường tầm ná đây chỉ vật họ bồn họ bà chẳng anh đang như công cả tục nâng rương pê về to là tu đăng đòi phải nhá ta bồn miến có chuột rương lọ bồn bà ỏi pháo có chuột rương mình lọ hay chuột hay tay một tí tư anh đang tư mình sứ sum pin sum pôm sơ cả tục khángนี่อัตบอดมือติดก็ได้สังคมเมฆเลี้ยงกุ้งแรงวิ่งชีวิตมันเจแต่จูบเรื่องอักระระโหเตเรื่องละอ้ออาจนังการล้างในเปรบันตอบบันเนะบันตอดำนาtừมกโดยก็ได้สังคมโสมกรมรักษาเรื่องอักระในขนองคู่กับบานเนะอยู่เปตกเอากะเอาเรื่องหล่อขลับพองเรื่องมันหล่อบานระลดตือหายเรียนจับดามสาจิตทำไมสังคมถ่าไว้หนึ่งบ้านหล่อประสาในไงขังมกอันนี้ก่อนนะจีการเลือกตึกจัดที่ถ่าเบิร์เลี้ยงกุ้งแต่แรงวิ่งเบิร์ยุบเบิร์กุ้งแต่เมียนไงแรงหลังวิ่งจังช่องชีวิตน้องเบลvừa mình chơi tạ cọ là hốt đo ngày slap với chi viên tiền bạ chất cả tục cho mũi nâng hướng để cả lại hơi nơi ta mùa màu nâng đường nào nó việc và bột máu nó lừa cả ba là hốt tới hành nó ngọt bàn sọc kề chẳng tôi đi theo bò sầm mềm trên bị khu cả ba ở sả lạc lá tục ở cá nó việc đo khla không còn ởผู้กับบ้านวิสัตสมัยมเด้อเพื่อหอกระไรหล่ออัดเคยเนี่ยจังวิเมียนเปลบาปเอาพอให้บ่อารมณ์มันหล่อนั่งเจงเด้อให้จังจัดจังขมนิดมาขนองเรื่องบอลเรื่องกระซอเรื่องหล่อเด้อนึกกุลบรัตนะไตรถือเตียนดะบาดจูนลอยไม้ลอยคลาฝ่ายกุมกอดเด้อฝ่ายกุมเปรี้ยเด้อนึงนั้นบ้านบนทำไมให้บนทำไมอาจช่วยเพื่อไอเมียนพอชีวิตนั้นก็ทำไมก็ละตามกำลังบนได้ยังเรียนนะรักษาจัดเนี่ยห่อหาตื่นนะเนี่ยตรึกตามดาวจัดเนี่ยเจี๊ยบไปจำใบจัดครั้งก็ดังแต่จัดกับปุงครั้งหายมันถอยหรือเบือนกำพังมันติดมอกใบจัดจะนายดังถ้าจัดกับปุงจะนายหายเตียงเวียเจอบโอซาโตเกวิงบาสได้กราวดังถ้าจัดกับปุงแต่สได้กราวหายเตียงเวียตลอดบอกวิงปรับทาเรื่องหัวแต่หายกลมสได้เอ้ใบจัดริรีจัดละอจัดเมตตาจัดบอนก็ดังถ้าจัดrấtละอหายพี่เยี่ยมจมราญจัดประเภทนี้ไอ้บานจราเฟื่อจีบุลิตามด้านจัดแหน่นวมเอาหรือกิดเรื่องเรื่องละอเติบมันเสือสมกสมายหายมันเสือเมียนตกกรมเพื่อจีจุนโรงครูเอาจัดเพื่อบาปเนี่ยตามจัดลายเติบบังการสมาร์ได้เพื่อจีมันจักเพื่อจีเนี่ยเป็นจีจัดวิ่ง
ហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេកពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់
កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវអាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយក
កុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរ
ព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបន់ចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រជាយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទប់មាត់គេបានទេតែអ្នកអាចផ្ទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទឺដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេ
កុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយព្រមតាមហេតុរឿងរ៉ាវគ្រប់យ៉ាងសុទ្ធតែមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានរឿងល្អកើតព្រោះអំពើល្អដែលអ្នកបានសាងរឿងអាក្រក់កើតព្រោះកម្មអាក្រក់ដែលអ្នកបានប្រព្រឹត្តគ្មានអ្វីជារឿងចៃដន្យទេបុគ្គលសាងនៅកម្មណារមែងទទួលផលនៃកម្មនោះវិញមិនខានគ្មានអ្នកណាម្នាក់អាចរត់គេចពីកម្លាំងកម្មបានឡើយបើអ្នកបានធ្វើទានរក្សាសិលចម្រើនបុណ្យច្រើនពីអតីតមកលោកអ្នកក៏បានជួបរឿងល្អច្រើនសេចក្តីសុខច្រើនទៅតែបើអ្នកមិនបានសាងបុណ្យមកពីអតីតច្រើនទេកើតមកជាតិនេះក៏ខ្វះមុខខ្វះក្រោយមិនសមប្រកបដូចគេអ្នកខ្លះនៅពេលបច្ចុប្បន្នធ្វើល្អច្រើនតែដោយសារសេសសល់ផលកម្មចាស់ក៏ត្រូវទទួលរងផលនៃកម្មនោះរហូតស្រាកស្រានទើបអាចទទួលផលបុណ្យថ្មីដែលខ្លួនធ្វើនៅពេលបច្ចុប្បន្ននេះវិញបើជួបបញ្ហាហើយត្រូវហ៊ានប្រឈមមុខដោះស្រាយដោយស្មារតីដោះឲ្យអស់ពីសមត្ថភាពហើយបើដោះបានប៉ុណ្ណាក៏ត្រូវចេះព្រមទទួលតាមប៉ុណ្ណឹងទៅកុំត្អូញត្អែពេកអីផលនៃកម្មដែលយើងបានប្រព្រឹត្តទេដោះហើយត្រូវដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅមានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អ
តែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញមនុស្សចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើន